អូខេជំរាបសួរបងប្អូនទាំងអស់គ្នាបាទឥឡូវនេះ Facebook មានការអាប់ដេតថ្មីដើម្បីសុវត្ថិភាពគណនី Facebook របស់បងប្អូនទាំងអស់គ្នាអញ្ចឹងទេបងប្អូនទាំងអស់គ្នាគួរតែធ្វើការ verify ជាមួយនឹងមុខមាត់របស់ខ្លួនឯងដើម្បីការពារកុំឲ្យបាត់ account Facebook របស់យើងនៅពេលដែលយើងភ្លេចលេខកូដហ្នឹងហើយវីដេអូនេះខ្ញុំនឹងចែករំលែកជូនបងប្អូនពីការធ្វើការ verify ថតមុខខ្លួនឯងដើម្បីថ្ងៃក្រោយកុំឲ្យបាត់បង់ account Facebook របស់យើងគឺយើងប្រើបានអស់មួយជីវិតអញ្ចឹងណាបាទអញ្ចឹងដើម្បីធ្វើការ verify ឬមួយក៏បញ្ចូលសាច់វីដេអូរបស់យើងដើម្បីការពារ account Facebook បាទអញ្ចឹងបងប្អូនបើកក្នុង Facebook អញ្ចឹងមកអូខេបាទបន្តទៀតបងប្អូនចុចអាកន្លែងនេះអាកន្លែង ត្រេ3នេះណាអា3ឆ្នោតនេះណាបងប្អូនចុចអាយ៉ាបាទចុចចឹងមកបន្តទៀតបងប្អូនចុចអាកន្លែង setting នេះបាទកន្លែង setting នេះបងប្អូនបាទខ្ញុំចុចចឹងមកហើយ setting មកតង់ទៀតបងប្អូនកន្លែង setting អក្សរ setting នេះបាទបន្តទៀតបងប្អូនចុចអាកន្លែងនេះបងប្អូនចុចអាកន្លែងនេះ meta account ខ្ញុំធ្វើនេះសម្រាប់ទូរស័ព្ទ Android បើសិនជាទូរស័ព្ទរបស់បងប្អូន iPhone វាមិនសូវខុសនេះហ្មងគាត់ថាបងប្អូនព្យាយាមរកមើលពីកន្លែង meta account នេះមកនៅក្នុងហ្នឹងមាន password security អីចឹងមកណាបាទអញ្ចឹងបងប្អូនចុចលើវាចឹងមកបាទនេះអូខេតទៅទៀតបងប្អូនចុចលើកន្លែងនេះ login and security នេះបាទនេះបងប្អូនកន្លែងនេះកន្លែង verification safety ហ្នឹងហើយបងប្អូនចុចលើវាចឹងមកបាទហើយទៀតចុចលើ account របស់យើងនេះយើងចុចណាច់មកអូខេបាទអញ្ចឹងនៅពេលដែលយើងចុចណាច់វាឲ្យយើងបញ្ចូលលេខកូដមួយសិនលេខកូដដែលវាផ្ញើសារមកឲ្យយើងនៅលើ WhatsApp សម្រាប់ទូរស័ព្ទរបស់ខ្ញុំវាផ្ញើមក WhatsApp បើសិនទូរស័ព្ទរបស់បងប្អូនបើសិនបងប្អូនដាក់លេខទូរស័ព្ទវាអាចផ្ញើទៅលេខទូរស័ព្ទរបស់បងប្អូនអញ្ចឹងណាអញ្ចឹងឆែកមើលសារហ្នឹងទៅឥឡូវនេះខ្ញុំដាក់លេខកូដនេះ20កូដ35 7កូដហ្នឹងហើយលេខកូដនេះបងប្អូនបាទបងប្អូនត្រង់ចំណុចនេះណាដោយសារតែ Facebook របស់ខ្ញុំត្រូវបានចាក់ two factor រួចហើយមានន័យថាជំហានទី2ដើម្បីធ្វើការ verify បើសិនជា Facebook របស់បងប្អូនមិនទាន់បានចាក់ two factor ទេគឺកន្លែងហ្នឹងគឺវាឲ្យយើងបញ្ចូលលេខកូដ Facebook របស់យើងអញ្ចឹងបើសិនជា account Facebook របស់បងប្អូនលេខកូដប្រមាណបងប្អូនវាយលេខកូដមកប៉ុន្តែដោយសារតែ Facebook របស់ខ្ញុំនេះខ្ញុំបានចាក់ជាមួយនឹង two factor គេហៅថាជំហានទី2ណាបងប្អូនជំហានទី2ដើម្បីការពារគណនីរបស់យើងណាអញ្ចឹងហើយបានជាវាផ្ញើលេខកូដបញ្ជាក់ទៅ WhatsApp របស់ខ្ញុំអញ្ចឹងបើសិនជាបងប្អូនមិនបានផ្ញើទៅ WhatsApp ទេវាអាចផ្ញើសារទៅលេខទូរស័ព្ទរបស់បងប្អូនអញ្ចឹងយើងយកលេខកូដដែលផ្ញើសារទៅលេខទូរស័ព្ទហ្នឹងយកមកបញ្ចូលមកតែបើវាមិនផ្ញើទៅលេខទូរស័ព្ទទេកន្លែងហ្នឹងអាចវាឲ្យយើងវាយលេខកូដ Facebook របស់យើងវាយលេខកូដមកតែប៉ុណ្្នឹងឯង20កូដអាយ៉ាបាទសុំទោស20កូដ35 7កូដបាទ20កូដ35 7កូដអាហ្នឹងលេខកូដ step 2បងប្អូនអញ្ចឹង Facebook របស់ខ្ញុំរៀងចាក់សោច្រើនកលាក់ច្រើនតង់ដែរតែខ្ញុំអត់ព្យាយាមឲ្យភ្លេចទេព្រោះខ្ញុំមានការកត់ត្រា note ទុកច្បាស់លាស់ឥឡូវនេះចាប់ផ្ដើមចុច start នេះបងប្អូននេះចុច start selfie នេះអញ្ចឹងណាបាទតើវានេះវានឹងឲ្យយើង scan មុខហើយវាឲ្យយើងមូលទៅណាខ្ញុំបិទភ្នែកអីយ៉ាភ្លេចមើលកាមេរ៉ាមិញបាទនេះបងប្អូនចាំតិចខ្ញុំថតរូបខ្លួនឯងសិនបងប្អូនវាឲ្យធ្វើអីយើងធ្វើនឹងមកសញ្ញារបស់វាណា move closer អូនេះចាំផ្លែតខ្ញុំស្រែកត្រូវនេះបងប្អូននេះដោយសារកាមេរ៉ាមានអ្នកកាន់អញ្ចឹងទៅឥឡូវនេះសញ្ញាព្រួយឡើងលើគេឲ្យយើងងាកទៅលើយើងងាកអញ្ចឹងមកអូសញ្ញាព្រួយមកឆ្វេងទៀតងាកមកឆ្វេងអញ្ចឹងមកអូឡើងលើវិញអូមកស្ដាំវិញអីអានេះឆ្វេងហ្នឹងហើយសំទោសនេះវាស្គាល់នេះវាអាប់ឡូតហើយបងប្អូនវាកំពុងធ្វើការអាប់ឡូតហើយនៅពេលដែលអាប់ឡូតហើយជោគជ័យចាំមើលវាចេញមិនទៀតនេះអូខេបងប្អូននេះ
ចឹងការ upload វីដេអូរបស់យើងហ្នឹងដើម្បីការពារ account របស់យើងហ្នឹងគឺជោគជ័យហើយអញ្ចឹងបងប្អូនចុចដានណានេះមកកន្លែងពណ៌ខៀវនេះមកនេះរៀបរាល់ហើយហ្នឹងហើយអញ្ចឹងការ verify account របស់យើងមានតែប៉ុណ្្នឹងហើយបងប្អូនខ្ញុំចុចថយវិញអញ្ចឹងវារៀបរាល់ហើយណាអញ្ចឹង account របស់យើងនេះយើងចាក់សោជាមួយនឹងមុខរបស់យើងហើយហ្នឹងហើយអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូចែករំលែកពេលក្រោយទៀតបាទមានចម្ងល់អីផ្សេងៗបងប្អូនអាច comment នៅខាងក្រោមវីដេអូខ្ញុំនឹងឆ្លើយតបជូនបងប្អូនទាំងអស់គ្នាជូនពរសំណាងល្អសុខភាពល្អជួបគ្នាវីដេអូក្រោយបាយបាយ